ការយល់ដឹងអំពីសញ្ញាប្រាក់ខែរបស់អ្នកសួស្តីសូមស្វាគមន៍មកកាន់ UMass Denning ក្នុងវីដេអូនេះយើងនឹងពិភាក្សាអំពីបង្កាន់ដៃប្រាក់ខែរបស់អ្នកសូមយកបង្កាន់ដៃប្រាក់ខែរបស់អ្នកមកជាមួយដើម្បីងាយស្រួលផ្ទៀងផ្ទាត់ពេលយើងពិនិត្យមើលបើអ្នកនៅតែមានសំណួរសូមសួរអ្នកគ្រប់គ្រងរបស់អ្នកឬមកកាន់ការិយាល័យធនធានមនុស្សនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យបើភាសាអង់គ្លេសមិនមែនជាភាសាដើមរបស់អ្នកកុំអៀនអ្នកអាចនាំនរណាម្នាក់មកបកប្រែឲ្យអ្នកឬសួរអ្នកគ្រប់គ្រងរបស់អ្នកសម្រាប់ជំនួយចាប់ផ្ដើមទៅតើប៉ុនប្រាក់ខែជាអ្វីរៀងរាល់ពីសប្តាហ៍អ្នកទទួលប្រាក់សម្រាប់ការងាររបស់អ្នកសញ្ញាប្រាក់ខែរបស់អ្នកបង្ហាញអំពីប្រាក់ខែរបស់អ្នកទាំងអស់មួយគឺព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីរគឺម៉ោងធ្វើការនិងប្រាក់ចំណូលរបស់អ្នកបីគឺការកាត់បន្ថយមុនពន្ធបួនគឺពន្ធរបស់អ្នក5ការកាត់បន្ថយបន្ទាប់ពីពន្ធ6ប្រាក់ខែសុទ្ធ7ម៉ោងទំនេរនៅខាងលើអ្នកនឹងឃើញឈ្មោះនិងអាសយដ្ឋានអត្តសញ្ញាណបុគ្គលិកនិងចំណងជើងការងាររបស់អ្នកសូមប្រាកដថាឈ្មោះរបស់អ្នកត្រូវបានសរសេរត្រឹមត្រូវអ្នកនឹងឃើញការបរិច្ឆេទសំខាន់ពីរគឺរយៈពេលបង់ប្រាក់ដែលប្រាប់អ្នកថាប្រាក់ខែនេះមានរយៈពេលពីប៉ុន្មានសប្តាហ៍និងការបរិច្ឆេទផ្ដល់អនុហាសដែលជាថ្ងៃដែលប្រាក់ចូលគណនីធនាគាររបស់អ្នកនៅ UMass អ្នកទទួលប្រាក់ខែរៀងរាល់ថ្ងៃសុក្រមួយសប្តាហ៍ម៉ោងធ្វើការនិងប្រាក់ចំណូលរបស់អ្នកសូមស្វែងរកក្នុងបង្កាន់ដៃប្រាក់ខែរបស់អ្នកផ្នែកម៉ោងនិងប្រាក់ចំណូលអ្នករកឃើញវាទេផ្នែកនេះបង្ហាញអ្នកពីចំនួនប្រាក់ដែលអ្នកបានរកបានប្រាក់ខែធម្មតារបស់អ្នកត្រូវបានគណនាដូចនេះអត្រាម៉ោងរបស់អ្នកដែលជាចំនួនម៉ោងដែលអ្នកទទួលគុណនឹងចំនួនម៉ោងដែលអ្នកធ្វើការនឹងស្មើនឹងប្រាក់ចំណូលរបស់អ្នកឧទាហរណ៍ប្រសិនបើអ្នកទទួលប្រាក់ខែ$15ក្នុង1ម៉ោងហើយអ្នកធ្វើការ80ម៉ោងក្នុងរយៈពេល2សប្តាហ៍ប្រាក់ខែធម្មតារបស់អ្នកគឺ$360ផ្នែកនេះក៏រួមបញ្ចូលការបង់ប្រាក់ប្រភេទផ្សេងទៀតផងដែរបើអ្នកបានប្រើម៉ោងឈប់សម្រាកពេលឈឺឬម៉ោងផ្ទាល់ខ្លួនឬធ្វើការលើសម៉ោងទាំងនេះនឹងបង្ហាញនៅទីនេះបូកបញ្ចូលទាំងអស់នេះដូចជាប្រាក់ខែធម្មតាម៉ោងបន្ថែមថ្ងៃឈប់សម្រាកនិងប្រាក់ចំណូលផ្សេងទៀតចំនួនសរុបហៅថាប្រាក់ឈ្នួលសរុបរបស់អ្នកនេះគឺជាប្រាក់ទាំងអស់ដែលអ្នករកបានមុនពេលមានអ្វីត្រូវបានដកចេញចងចាំថាម៉ោងរបស់អ្នកអាចផ្លាស់ប្ដូររវាងសម័យសិក្សានៅពេលសម្រាប់ដែលអ្នកធ្វើការតិចប្រាក់ខែសរុបរបស់អ្នកអាចទាបជាងនេះគឺជារឿងធម្មតាមុនពេលដកពន្ធសូមស្វែងរកផ្នែកកាត់បន្ថយពន្ធមុនពន្ធនៅក្នុងបង្កាន់ដៃប្រាក់ខែរបស់អ្នករកឃើញវាទេផ្នែកនេះបង្ហាញពីប្រាក់ដែលបានដកចេញពីបានប្រាក់ខែរបស់អ្នកមុនពេលអ្នកបង់ពន្ធការដកពន្ធធំបំផុតមុនពន្ធជាទូទៅគឺធានារ៉ាប់រងសុខភាពចំនួនប្រាក់អាស្រ័យលើផែនការដែលបានជ្រើសរើសនិងថាតើអ្នកគ្រប់ដណ្ដប់ខ្លួនឯងឬគ្រួសាររបស់អ្នកការកាត់បន្ថយមួយទៀតគឺការរួមចំណែកចូលនិវត្តន៍របស់អ្នកដែលហៅថា MSERS ប្រព័ន្ធចូលនិវត្តន៍នយោជិករដ្ឋ Massachusetts រៀងរាល់ប្រាក់ខែរដ្ឋយកប្រាក់ពី9ដល់12%នៃប្រាក់ខែរបស់អ្នកហើយរក្សាទុកឲ្យអ្នកពេលអ្នកចូលនិវត្តន៍រដ្ឋនឹងបង់ប្រាក់ឲ្យអ្នករៀងរាល់ខែអ្នកមិនអាចបញ្ឈប់វាបានទេវាត្រូវបានទាមទារដោយច្បាប់បើអ្នកកំពុងបង់ប្រាក់សម្រាប់កន្លែងចតរថយន្តនៅលើមហាវិទ្យាល័យការបង់ប្រាក់របស់អ្នកនឹងបង្ហាញនៅផ្នែកនេះផងដែរពន្ធតើអ្នកបានរកឃើញផ្នែកដែលមានស្លាកថាពន្ធទេល្អនៅសហរដ្ឋអាមេរិកមនុស្សគ្រប់រូបដែលរកប្រាក់ត្រូវបង់ពន្ធបង់សម្រាប់ផ្លូវសាលារៀនមន្ទីរពេទ្យនិងសេវាកម្មរដ្ឋាភិបាលអ្នកនឹងបង់ពន្ធពីរប្រភេទគឺពន្ធដែលទៅរដ្ឋាភិបាលសហព័ន្ធនិងពន្ធដែលទៅរដ្ឋ Massachusetts បើអ្នកមានសំណួរអំពីពន្ធរបស់អ្នកសូមមកកាន់ការិយាល័យធនធានមនុស្សការកាត់បន្ថយបន្ទាប់ពីពន្ធសូមស្វែងរកផ្នែកការកាត់បន្ថយបន្ទាប់ពីពន្ធរួចរាល់ទេបន្ទាប់ពីគណនាពន្ធរួចអាចមានការកាត់បន្ថយបន្ថែមមួយចំនួនឧទាហរណ៍ប្រសិនបើអ្នកជាសមាជិកសហជីពឬបើអ្នកបានជ្រើសរើសធានារ៉ាប់រងជីវិតបន្ថែមការបង់ប្រាក់ទាំងនេះនឹងបង្ហាញនៅក្នុងផ្នែកនេះប្រាក់ខែសុទ្ធរបស់អ្នកនេះជាចំនួនដែលមនុស្សគ្រប់គ្នាចង់ឃើញគឺប្រាក់ខែសុទ្ធរបស់អ្នកនេះជាប្រាក់ដែលចូលទៅក្នុងគណនីធនាគាររបស់អ្នកពិតប្រាកដនេះជាវិធីដែលវាដំណើរការចាប់ផ្ដើមពីប្រាក់ខែសរុបរបស់អ្នកដកចេញការដកពន្ធមុនពន្ធនិងក្រោយពន្ធអ្វីដែលនៅសល់គឺប្រាក់ខែសុទ្ធរបស់អ្នក
បើប្រាក់ខែសុទ្ធរបស់អ្នកផ្លាស់ប្ដូរសូមសួរខ្លួនឯងថាបើតើខ្ញុំធ្វើការពេលខុសគ្នាទេតើការកាត់បន្ថយថ្មីបានចាប់ផ្ដើមទេតើខ្ញុំបានទទួលម៉ោងបន្ថែមទេការផ្លាស់ប្ដូរតូចក្នុងកាលវិភាគអាចប៉ះពាល់ដល់ប្រាក់ខែសរុបរបស់អ្នកម៉ោងដែលអាចប្រើបានសូមស្វែងរកក្នុងបង្កាន់ដៃប្រាក់ខែរបស់អ្នកផ្នែកម៉ោងដែលអាចប្រើបានអ្នករកឃើញវាទេផ្នែកនេះបង្ហាញពីម៉ោងដែលអ្នកអាចប្រើសម្រាប់សម្រាកខណៈពេលទទួលប្រាក់ខែនេះអាចជាថ្ងៃឈប់សម្រាកថ្ងៃផ្ទាល់ខ្លួននិងថ្ងៃឈឺចំនួនដែលបង្ហាញនៅទីនេះគឺជាចំនួនម៉ោងដែលអាចប្រើបានសម្រាប់ប្រភេទនីមួយពេលវេលាឈប់សម្រាករបស់អ្នកនឹងបន្តកើនឡើងទោះបីអ្នកមិនប្រើវាក៏ដោយពេលវេលាផ្ទាល់ខ្លួនរបស់អ្នកខុសគ្នាបើអ្នកមិនប្រើវានៅចុងខែធ្នូរៀងរាល់ឆ្នាំអ្នកនឹងបាត់បង់ម៉ោងទាំងនេះហើយថ្ងៃផ្ទាល់ខ្លួនថ្មីនឹងចាប់ផ្ដើមបើអ្នករកឃើញកំហុសឬមានសំណួរអំពីការបង់ប្រាក់សូមទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងរបស់អ្នកឬទៅកាន់ការិយាល័យធនធានមនុស្សការយល់ដឹងអំពីសញ្ញាប្រាក់ខែរបស់អ្នកជួយឲ្យអ្នកប្រាកដថាអ្នកទទួលបានប្រាក់ខែត្រឹមត្រូវតាមកម្លាំងពលកម្មរបស់អ្នកសូមអរគុណចំពោះការងារល្អឥតខ្ចោះរបស់អ្នកនៅ UMS